មួយរយៈនេះគឺខ្ញុំចេញមិនយបែបជាលក្ខណៈបែបងាយឡើងគីឡូអញ្ចឹងសម្រាប់ម៉ាក់ដែលគាត់ចង់បុកគីឡូកូនណាមិនថាឲ្យឡើងគីឡូអីខ្លាំងពេកគឺគ្រាន់តែនេះគឺវាសម្បូរដោយវីតាមីនល្អទៅក្នុងនឹងដែរសម្បូរកាល់ស្យូមជំនួយដល់ឆ្អឹងអ្វីដែលសំខាន់គឺរសជាតិឆ្ងាញ់កូនងាយស្រួលញ៉ាំអញ្ចឹងណាហើយប្រភេទម៉នុយនេះខ្ញុំគិតថាក្មេងភាគច្រើនគឺគាត់ចូលចិត្តថ្ងៃនេះខ្ញុំធ្វើជាប្រភេទបបរស្រូវសាលីជាមួយនឹងពោតផ្លែពោតយើងនឹងពោតក្រហមហើយនេះល្បាយដែលខ្ញុំធ្វើឲ្យគឺឈ្ងុយហើយខ្ញុំលិតបន្តិចបងរសជាតិផ្អែមចេញពីពោតរបស់យើងនេះគឺសម្រាប់គ្រឿងផ្សំគឺខ្ញុំមានពោតនឹងគឺពោតឆៅយកទៅក្លុកណាបងអូនចាហើយមានសាឡាត់បន្លែបៃតងនោះមានសាឡាត់ហើយខ្ញុំដាក់សាច់ជ្រូកបន្តិចហើយនឹងឈីប្រទះអ្វីដែលខ្វះអត់បានប្រេងអូលីវជាមួយម្សៅថៃល្អិតផងដែរហើយខ្ញុំចង់បងអូនគឺសង្កេតជាមួយនឹងប្រភេទស្រូវសាលីពីសារពីមុនខ្ញុំប្រើអង្គមីឡែតហើយណាចាតែឥឡូវចូលមកដាក់ការចំអិនយើងអាចចាប់ផ្ដើមក្លុកជាមួយប្រភេទពោតរបស់យើងនេះច្រោះយកតែទឹកបានហើយកាកយកចោលណាចាបន្ទាប់មកខ្ញុំដាក់នឹងខ្ទះអញ្ចេះមកគឺចាប់ផ្ដើមកូននឹងកុំឲ្យវាខ្លោចបែរតែទឹកពោតនឹងគឺជះក្លិនឈ្ងុយហើយខ្ញុំចាប់ផ្ដើមបង់សាច់ចូលខ្ញុំដាក់រំងាស់ជាមួយនឹងឲ្យវាឆ្អិនហើយបានខ្ញុំដាក់ជាមួយនឹងស្រូវសាលីនេះខ្ញុំរំងាស់រយៈពេល5នាទីគឺវាឆ្អិនចាប់ផ្ដើមបង់សាឡាត់ចូលសាឡាត់អត់ត្រូវការរំងាស់យូរទេបន្លែបៃតងខ្ញុំរំងាស់តែវាឃើញរៀងស្លោកល្មមទៅគឺខ្ញុំចាប់ផ្ដើមផ្លុតភ្លើងហើយខ្ញុំដាក់ឈីប្រទះបង់ម្សៅថៃល្អិតចូលអញ្ចឹងគឺយើងចាប់ផ្ដើមកិននៅសម្រាប់បបរកាលណាដែលយើងឈីប្រទះគឺល្បាយរបស់យើងវាអាចនឹងខាប់ជាងមុនអញ្ចឹងសម្រាប់អាចដាក់ទឹកអីច្រើនជាងនឹងទៅហើយសម្រាប់មុខនេះគឺខ្ញុំដាក់ទឹកស៊ុបថ្លាទេណាដោយសារតែខ្ញុំយកជាមួយនឹងប្រភេទច្រោះទឹកពោតយកមកធ្វើវារៀងបបរវារៀងមានជាតិផ្អែមស្រាប់ហើយអញ្ចឹងខ្ញុំអត់ដាក់អីទេហើយនេះគឺខ្ញុំចាប់ទុកឲ្យកូនខ្ញុំញ៉ាំពេលថ្ងៃខ្ញុំបញ្ចុកគាត់ដល់ឥឡូវនឹងដែរអត់ភ្លេចទេជាមួយនឹងដាក់ប្រភេទកែវស្តុកបបរនេះវាស្រួលមែនតែនហ្មងស្រួលកម្ដៅចាប្រភេទកម្របស៊ីលីកូនទៀតខ្ញុំបន្តជាមួយនឹងប្រេងអូលីវបន្តិចចាប់ផ្ដើមឲ្យអូនញ៉ាំមុខនេះគឺខ្ញុំប្រើប្រាស់ជាមួយស្រូវសាលីដោយសារស្រូវសាលីវាសម្បូរជាប្រភេទពួកកាកសរសៃល្អសម្រាប់ការលូតលាស់របស់ក្មេងមែនតែនសម្បូរជាតិ fiber ងាយស្រួលកូនបត់ជើងថែមទៀតហើយសម្រាប់ឈីប្រទះគឺជួយដល់គីឡូកូនសម្បូរដោយវីតាមីនល្អសម្បូរដោយជាតិខ្លាញ់ល្អអញ្ចឹងពីក្មេង6ខែទៅគឺតែងតែនិយមប្រើយើងអាចដាក់ក្នុងបបរដូចខ្ញុំធ្វើអញ្ចឹងណាបងចាគឺរសជាតិគឺបន្ថែមក្លិនបន្ថែមរសជាតិរត់តែឆ្ងាញ់ទៅលើបបររបស់កូនអាចញ៉ាំបានច្រើនជាងមុនទៀតtrongវីដេអូនេះខ្ញុំសូមណែនាំប្រភេទឈីប្រទះជូនបងតិចណាឈីប្រទះកូរ៉េគឺជាផលិតផលដែល best seller ប្រចាំភេកតែម្ដងចាសម្រាប់ក្មេង6ខែទៅអាចញ៉ាំបានយើងដាក់គ្រប់ចំណីអាហារកូនចាមួយទៀតគឺចំណីពិសេសគឺយើងអាចហែកមកឲ្យកូនញ៉ាំក៏បានដែរបងមិនថាដាក់ទៅលើបបរចាបាយឬក៏ចំណីចំណុកកូននេះគឺយើងអាចឆ្នៃបានច្រើនយើងអាចធ្វើជាគៀបសម្បត្តិឲ្យកូនញ៉ាំបានណាចាំម៉ាក់ដាក់ត្រូវប្រើតែគាត់ប្រើអស់ហើយគឺគាត់មករកទៀតដែរចាអញ្ចឹងសម្រាប់ខាងខ្ញុំមាន4រសជាតិនេះម៉ាក់ចាមានរសជាតិដើមរសជាតិចេករសជាតិល្ពៅនិងរសជាតិទឹកដោះគោហើយបើថាថាប្រយោជន៍យើងគឺជំនួយគីឡូកូនសម្បូរដោយប្រូតេអ៊ីនជាមួយនឹងសារធាតុចិញ្ចឹមជាច្រើនហ្មងសម្បូរកាល់ស្យូមចំណីឆ្អឹងជាមួយក្មេងៗរឹងមាំអញ្ចឹងម៉ាក់ចង់បានអាច screenshot ឆាតចុះ page ណា